នៅក្នុងវីដេអូមួយនេះខ្ញុំសូមផ្ដាំផ្ញើដល់អ្នកក្រោយៗដែលគិតអត់ទាន់ចូលលេងវគ្គ Metro Royale ស៊ុបខ្លាំងណាមើលបើសិនតាដបងលេងគិតថាมันសប្បាយដកចិត្តឲ្យហើយទៅមិនបាច់ចង់លេងបន្តទៀតទេពីព្រោះថាប្រយ័ត្នដកចិត្តមិនរួចដូចខ្ញុំឥឡូវនេះកំពុងតែគិតខ្វល់ចិត្តថាចំយាកហាបើលេង Metro Royale សប្បាយអីសប្បាយយ៉ាងហ្នឹងចិត្តខ្ញុំទៅលេងវគ្គ map ផ្សេងអេចុះបើខ្ញុំទៅលេង map ផ្សេងមានន័យអីខ្ញុំមានអារម្មណ៍អញ្ចឹងប្រហែលឥឡូវនេះអត់ដឹងថាមិនទេមើលបើសិនថាគ្នាយើងដែលគិតមកក្រោយគិតទៅលេងថ្មីថ្មងគិតធុញមិនបាច់បន្តលេងទៀតទេប្រយ័ត្នជិបចិត្តដូចខ្ញុំអញ្ចឹងណាហើយនៅក្នុងវីដេអូមួយនឹងផងដែរខ្ញុំបានដៃគូម្នាក់ខ្ញុំអត់ដឹងថាគិតមកពីណាទេខ្ញុំឃើញ add friend មកខ្ញុំចេះតែទទួលទៅហើយចុច invite គិតមកគិតលេងជាមួយដែរទៅហើយ account គិត comment តូច rank គិត comment តូចដូចគ្នាចេះតែហ៊ានលេងជាមួយខ្ញុំហើយមូលហេតុដែលខ្ញុំឃើញ comment បងផ្សេងដែលគិត comment ថាលេងជាមួយផងបងអីហ្នឹងខ្ញុំអត់ចង់លេងជាមួយក៏ដោយសារតែខ្លាចគ្នាយើងមួយចំនួនលេងមួយខ្ញុំទៅធុញពីព្រោះថាទឹកដៃរបស់ខ្ញុំគឺនៅមានកម្រិតមួយដែលថាมันអាចទទួលយកបានអញ្ចឹងណាអញ្ចឹងមិនខ្ញុំចេះតែអត់ហ៊ានតបគ្នាយើងហើយមិនហ៊ានហៅគ្នាលេងគ្នាយើងលេងជាមួយជេនិយាយចេះតែជិបដានដឡាន់អីចឹងទេគោលបំណងដែលលេងវគ្គ Metro Royale ហ្នឹងដូចដែលអ្នកទាំងអស់គ្នាមួយចំនួនដែលគិតបានលេងក៏ដូចជាលេងប៉កែនឹងរួចដឹងស្រាប់ហើយថាលេង Metro Royale ហ្នឹងគោលបំណងចង់បានអីគេគឺចង់បានអាក្បិតលឿងហ្នឹងហើយអាចនឹងជាប្រភេទកម្រផងដែរពីព្រោះថាខ្ញុំលេងជិត 3-400 កែមកហើយ KD សួរតែប្រហែលហើយ KD 0.0 ហ្នឹង KD 0.40 ច្រឡំ 0.0 អញ្ចឹងហើយគោលបំណងចង់បានកាបិតគេដែរតែលេងយូរណាស់ហើយមិនបានផងពីព្រោះថាចូលទៅដល់ enemy ខ្លាំងពេកអ្នកខ្លះអាចទឹកដៃដូចហិចផងក៏ថាបានប៉ុន្តែខ្ញុំបាញ់គេមិនឈ្នះទេគេទឹកដៃមកខ្លាំងកប់សេរីអ្នកសាច់ងក់គ្រាន់តែនិយាយទៅផុតពីមើលផងគេចូលទៅដល់ងើបបាត់ជាពិសេសសបូចិនលេងខ្លាំងមែនទែន Metro Royale ហ្នឹងសបូចិនភាគច្រើនចិនទឹកដៃគេខ្លាំងគេលេងយូរឆ្នាំហើយយើងទៅលេងប្លូថ្មីថ្មងហើយទឹកដៃម៉ែកថោ